អង់គ្លេសខ្ញុំវាមិនច្បាស់ទេតែគាត់តែយល់ Ricky Khmer Time report on Monday morning that Hun Sen, President of the Senate, has issued a strongly worded message that Cambodia will close all border crossing with Thailand tomorrow if Thailand does not open the border today. អញ្ចឹងគេថាខ្មែរថៃជាអ្នកលើករឿងនេះអញ្ចឹងសូមពិនិត្យខ្មែរថៃផ្សាយរឿងនេះឬក៏កាសែតថៃជាអ្នកយកទៅផ្សាយខុសអញ្ចឹងសូមយកពាក្យសម្ដីរបស់ខ្ញុំយកទៅផ្សាយឡើងវិញទៀតបញ្ជាក់ថាកម្ពុជាស្អែកនេះប្រកាសបិទការនាំចូលផ្លែឈើនិងបន្លែទូទាំងព្រំដែនតែម្ដងគឺអត់បាននិយាយអំពីការប្រកាសបិទទល់ដែនទេហេតុអីបានជាត្រូវមើលភ្លាមហើយចាក់ផ្សាយទាំងស្រុងទាំងគ្រប់ប្រព័ន្ធទូរទស្សន៍